ដោយផ្ដើមដំបូងគឺ CDC ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាកំពុងតែសិក្សាពិនិត្យលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសដែលផ្ដោតទៅលើបច្ចេកវិទ្យា Digital ការកែច្នៃកសិឧស្សាហកម្មក៏ដូចជាអាហារវេចខ្ចប់ដែលនឹងបង្កើននៅចលករកម្លាំងពលកម្មនិងផ្ដល់នៅកំណើនសម្រាប់សេដ្ឋកិច្ចជាតិឯកឧត្តមជីវុធីអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៅថ្ងៃទី2ខែមីនាឆ្នាំ2026បានដឹកនាំកិច្ចប្រជុំច្រកចេញចូលតែមួយលើកទី2នៅក្នុងឆ្នាំ2026ដែលត្រូវបានរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសនិងមានការចូលរួមពីសំណាក់តំណាងក្រសួងស្ថាប័ននិងរដ្ឋបាលសាលារាជធានីភ្នំពេញគម្រោងទាំងពីររួមមានគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រសួងប្រៃសណីនិងទូរគមនាគមន៍និងគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន Amrita Development ឯកគម្រោងវិនិយោគបង្កើតតំបន់សេដ្ឋកិច្ចពិសេសទាំងពីរនេះនឹងក្លាយជាកម្លាំងចលករថ្មីយ៉ាងសំខាន់នៃការស្រូបយកគម្រោងវិនិយោគដោយផ្ដោតសំខាន់លើបច្ចេកវិទ្យា Digital និងផ្ដោតទៅលើការប្រមូលផ្ដុំការកែច្នៃកសិឧស្សាហកម្មចំណីអាហារការវេចខ្ចប់និងស្រាវជ្រាវអភិវឌ្ឍសូមបញ្ជាក់ថាជំវិញទៅនឹងគម្រោងតំបន់សេដ្ឋកិច្ចពិសេសនេះបើយោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍គិតត្រឹមឆ្នាំ2025កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រកំពុងដំណើរការសរុប34តំបន់ក្នុងរាជធានីខេត្តចំនួន11ចំណែកសួនឧស្សាហកម្មវិញកម្ពុជាមានចំនួន23ដែលស្ថិតនៅក្នុង6រាជធានីខេត្តក្នុងនោះមានខេត្តកណ្ដាលកំពង់ស្ពឺភ្នំពេញកំពតតាកែវនិងខេត្តបន្ទាយមានជ័យ